រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានសៀវភៅថ្នាក់ទី2កូនល្អស្ដាប់ពុកម៉ែសិស្សពូកែស្ដាប់គ្រូភាសាខ្មែរមេរៀនទី32បវេសនការអំណានថ្ងៃនេះជាថ្ងៃចូលរៀនដំបូងព្រឹកនេះម្ដាយសុភីដាស់កូនពីព្រលឹមគាត់ប្រាប់សុភីឲ្យរៀបចំខ្លួនទៅសាលារៀនសុភីភ្ញាក់ពីដំណេករួចងើបចេញពីគ្រែនាងនិយាយអូថ្ងៃនេះជាថ្ងៃបវេសនការផងតើម៉ាក់អញ្ជើញទៅជាមួយកូនដែរឬទេកូនឆ្នាំនេះកូនធំហើយកូនទៅជាមួយប្អូនហើយមើលប្អូនផងណាសុភីនិងប្អូនទៅងូតទឹករួចស្លៀកពាក់រៀបចំកាតាបទើបសំពះលាម្ដាយឪពុកទៅសាលារៀនពួកគេទៅសាលារៀនទាំងពីរនាក់ដោយទឹកមុខរីករាយអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាជួយ Subscribe ម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអរគុណជម្រាបលាបាយបាយ